សួស្តីទាំងអស់គ្នាថ្ងៃដូចថ្ងៃមុនអញ្ចឹងណាខ្ញុំជូនបងទៅទិញឡានទៅហើយខ្ញុំឃើញយ៉ានមួយនៅរាមអញ្ចឹងក៏សុំគាត់ដូរហើយគាត់ឲ្យដូរមែនទេឥឡូវទៅដូរមែនទេហ្នឹងហើយយ៉ានរបស់ខ្ញុំប្រើរាល់ថ្ងៃហ្នឹង14អញដាក់ទៅវាតាមពិតយ៉ានហ្នឹងកាលទិញគាត់ដាក់ឲ្យតាមយ៉ានតាមសបកគឺបកកែមកថ្មី 100% តែដោយសារតែខ្ញុំស្រឡាញ់16ហ្នឹងហ្នឹងអត់ថ្មីទេមិនទឹកទេតែគាត់ថាខ្ញុំស្រឡាញ់16កំពុង16ទៅដាក់ទៅវារឿងស្អាតជាង14ណាវាលើកសម្រស់អញ្ចឹងទៅអញ្ចឹងក៏សម្រាប់ចិត្តថាដូរហ្នឹងហើយអរគុណគាត់ដែរដែលគាត់ឲ្យដូរគេឥឡូវចាំមើលយើងដល់ទៅដល់ក្រៅនៅតាមផ្លូវអូខេថ្ងៃបងប្អូនអញ្ចឹងខ្ញុំបានមកដល់ការ៉ាស់របស់គាត់ហើយឃើញថាគាត់យកឡានចូលមកថ្មីច្រើនមែនទែនហ្នឹងហើយសំខាន់មានប្រុសទៀតមាន Toyota ប្រុសហើយផ្លាកលេខស្អាតទៀតណាអូខេហើយខាងក្រោយនេះដូចជា Toyota Belta ហ្នឹងហើយ Toyota Belta មាន 08 09 010 ហើយអានេះ Toyota Wish ហ្នឹងហើយ Belta ដែរអានេះ Belta ដូចជា 09 ហើយខាងនេះ Wish ដែរអូខេឥឡូវយើងចាប់ផ្ដើមទៅយកឡានខ្ញុំចូលនេះកន្លែងនេះគឺបងគាត់ចាប់ដើមយកឡានខ្ញុំឲ្យចូលដើម្បីចូលទៅក្នុងដើម្បីដូរយ៉ានណាហើយកន្លែងនេះខ្ញុំខំស្រែកប្រាប់គាត់ថាបងប៉ះហើយប៉ុន្តែគាត់ជំនាញអញ្ចឹងគាត់ថាអត់អីទេអត់អីបើគាត់មែនប៉ុន្តែខ្ញុំភ័យកន្លែងខ្ញុំភ័យមែនទេតាខ្ញុំខំស្រែកបងប៉ះហើយតែគាត់ថាអត់អីទេឥឡូវចូលបានមកគាត់ជំនាញមកគាត់មកសរសើរហ្នឹងហើយសរសើរអូខេឥឡូវចូលសិនមកមែនទេទៅចានហ្នឹងជីស្រួល14ហ្នឹងជីស្រួលវាអត់លន់អត់អីហើយអត់លាក់ទេជីស្រួលតែដូចថាដដែលអញ្ចឹងគឺខ្ញុំឆ្លាញ់16ជាងហើយ16ខ្ញុំយកជីបានមួយយៈនេះមានអារម្មណ៍ថាវារៀងលន់តលេងបន្តិចតែមិនអីទេហ្នឹងហើយវាមិនមែនទៅលន់ខ្លាំងអីទេលន់តិចហើយកន្លែងនេះបងក៏ចាប់ផ្ដើមទៅបដូរយ៉ាន់ដែលខ្ញុំឃើញថ្ងៃមុនហ្នឹងបដូរចេញពីឡានរបស់គាត់ដូចជា08ហ្នឹងហើយឥឡូវគាត់ចាប់ផ្ដើមដោះយ៉ាន់ចាញ់ពីឡានរបស់ខ្ញុំហ្នឹងហើយដោះនេះយ៉ាន់របស់យើងតាមពិតកម្មហ្នឹងខ្ញុំស្រឡាញ់ប៉ុន្តែគាត់វារៀងទូចហ្នឹងហើយនេះយ៉ាន់របស់ខ្ញុំដូចជា165 70 14នេះឥឡូវបងគាត់ចាប់ដើមដូរហ្នឹងហើយដូរហើយពេលដាក់ហើយគឺពេញចិត្តតែម្ដងពេញភ្នែកស្រឡាញ់ហ្នឹងហើយស្រឡាញ់ដូរហើយសម្រាប់បងប្អូនដែលចង់ទិញឡានអីអាចតាក់ទងទៅការ៉ាស់គាត់អាហ្នឹងមិនមែនថាប្រម៉ូទអីទេឃើញថាសេវាកម្មរបស់គាត់ល្អហើយគាត់មានការទទួលខុសត្រូវអញ្ចឹងណាហើយគាត់ស្រួលនិយាយគ្នានិយាយស្រួលស្ដាប់ទៅមិនមែនដោយសារតែខ្ញុំសុំបានទេព្រោះអតិថិជនផ្សេងៗក៏អញ្ចឹងដែរគាត់ថាកន្លែងហ្នឹងល្អហ្នឹងហើយល្អអាចជជែកគ្នាបានអូខេអញ្ចឹងបងចាប់ផ្ដើមដូរដាក់មកចាហៀងទៀតហើយមិញដូចជាដាក់បាន2ឥឡូវគាត់ចាប់ផ្ដើមទៅដាក់មកចាហៀងទៀតហ្នឹងហើយអញ្ចឹងដល់ពេលហើយក៏ខ្ញុំយកមកលាងកន្លែងហ្នឹងគឺខ្ញុំលាងដោយសារតែបងតាំងចំឡានជាអត់ដែលលាងសោះបដ ாய் មានអីបានលាងបើចុះឡើងកំពង់សោមចេញពីកំពង់សោមទៅស្វាយរៀងទៅកំពង់ចាមដោយសារតែខ្ញុំញ៉ាំការក្រៅរាល់អាទិត្យអញ្ចឹងអត់ដែលបានលាងទេឥឡូវកុំឲ្យគាត់ថាឥឡូវមកលាងសិនដូរយ៉ាន់ឲ្យមកលាងសិនហ្នឹងហើយដល់ពេលដូរយ៉ាន់ឲ្យខ្ញុំលាងអាកន្លែងនេះគឺយើងបើកចាញ់មកវិញឃើញថាស្អាតមែនទែនហ្នឹងហើយស្អាតពេញភ្នែកហើយអ្នកខ្លះខ្ញុំឃើញគាត់ដាក់ដល់17ទៀតអញ្ចឹង17ខ្ញុំមិនដឹងថាគេយកវាទៅកលបូមមកនេះទៀតឬមួយក៏យ៉ាងម៉េចពោខ្លាចវាតល់អញ្ចឹងណាគេអញ្ចឹងហើយអញ្ចឹងកន្លែងនេះគឺជាសមិទ្ធផលដែលយើងបានបដូរហើយឃើញថាស្អាតអូខេអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូនឹងមានតែប៉ុណ្្នឹងទេគាត់តែចង់បង្ហាញថាអូខេដល់ពេលដែលយើងដូរយ៉ាន់ទៅសម្រាប់ Belta ដូរយ៉ាន់ដល់16ទៅវាមានរូបរាងបែបម៉េចអញ្ចឹងបងប្អូនអាចមើលបានហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានបាយបាយជួបគ្នានៅវីដេអូក្រោយ